បាទជំរាបសួរបងប្អូនហ្នឹងហើយជាទីគោរពហ្នឹងហើយនេះសូមនិយាយបន្តិចមិនថាអ្នកដឹកនាំមិនថាមេគ្រួសារហ្នឹងហើយក៏សូមមានយោបល់មួយដើម្បីដាស់តឿនបងប្អូនទាំងអស់គ្នាហ្នឹងហើយបើសិនជាធ្វើមេហើយឬក៏ជាមេគ្រួសារក៏ដោយហ្នឹងហើយកុំសូវជឿអ្នកដទៃពេកហ្នឹងហើយឬអ្នកក្រៅពីខ្លួនយើងពេកហ្នឹងថ្ងៃក្រោយយើងនឹងបរាជ័យគ្រប់មុខបរាជ័យគ្រប់ភារកិច្ចគ្មានការជោគជ័យទេហ្នឹងហើយបើអញ្ចឹងហើយបងប្អូនត្រូវជឿជាក់លើខ្លួនឯងបំផុតហ្នឹងហើយដើម្បីឆ្ពោះទៅរកនឹងក្តីជោគជ័យបើសិនលោកអ្នកជឿអ្នកដទៃមិនយូរប្រមាណលោកអ្នកនឹងបរាជ័យមានថ្ងៃជោគជ័យហើយក៏មិនងាយស្ដារបានវិញនោះដែរនេះជាសារដាស់តឿនរបស់នឹងឲ្យខ្ញុំជូនបងប្អូនទាំងអស់គ្នាត្រូវជឿជាក់លើខ្លួនឯងប្រកកាត់ពិបាកមកក៏ច្រើនហើយអញ្ចឹងគួរតែទុកចិត្តខ្លួនឯងជាចម្បងដើម្បីកុំឲ្យទៅថ្ងៃក្រោយស្មុគស្ដាយដល់ពេលដែលហួសហ្នឹងហើយអញ្ចឹងការជោគជ័យមានតែយើងម្នាក់គត់ដែលអាចស្ដារបានហ្នឹងហើយអាចគ្រប់គ្រងវាបានដូច្នេះហើយអ្នកត្រូវកាត់បញ្ហាដោយខ្លួនឯងមិនចាំបាច់អ្នកដទៃនោះទេ